This day អ្នកទាំងអស់គ្នា welcome back to my part 2 vlog នៅ Cambridge so បន្ទាប់ពីបាយថ្ងៃហើយពួកខ្ញុំដើរមកជាមួយនឹង window shopping មកពីនេះមកពីនោះចឹងណាតែចង់ថា window shopping ឯងតែបានមែនតើបានឲ្យ Cambridge មួយមកវិញដែរតែពួកខ្ញុំអត់បានដើរមើលច្រើនទេដោយសារតែមាន schedule ត្រូវទៅ campus tour នៅសាលាមួយទៀតគឺ Abbey College Cambridge ហើយសាលាហ្នឹងគឺវាអត់នៅ Central Cambridge ទេដល់ពេលចឹងទៅគឺពួកខ្ញុំត្រូវធ្វើដំណើរប្រហែលជា5នាទីទៅ20នាទីដែរមកទៅដល់សាលាតែចង់ថាពេលទៅដល់ឡើង vibe ដែលខ្ញុំទទួលបានហ្នឹងគឺ feel ដូចពេលខ្ញុំមកដល់ Cambridge ដំបូងចឹងដូចលោក people នៅហ្នឹងចឹងពីព្រោះអីសាលាហ្នឹងគឺវាស្ថិតនៅក្នុង neighborhood មួយដែលវាមានភាពស្ងប់ស្ងាត់like vibe មកទៅគឺថាដូចយើងដើរគ្រាន់តែដើរទៅដូចយើងជាអ្នករស់នៅនឹងហ្មងណាអ្នកនរគ្នាហើយឥឡូវហ្នឹងគឺដើរទៅរៀនទៅអីចឹងទៅ visit សាលាយើងអីចឹងគឺ that's the vibe អ្នកទាំងអស់គ្នាហើយអ្នកដែលឆ្លង Harry Potter ខ្លាំងទៅរៀននៅ Abbey College Cambridge ហ្នឹងទៅត្រូវហ្មងហេតុអីពួកអីគេមាន houses ដូចក្នុងរឿង Harry Potter ចឹងអ្នកនរគ្នាដូចឃើញនៅលើ screen ហ្នឹងអញ្ចឹងពេលចូលទៅដល់អ្នកនរគ្នានឹង sorted ទៅតាម house ហ្នឹងអញ្ចឹងទៅ and នេះវិញគឺជា like cafeteria ជាកន្លែងសម្រាប់ឲ្យសិស្សញ៉ាំអីធំខ្លាំងណាស់ទាំងអស់គ្នាមានទាំង like area នៅខាងក្នុងហើយមាន area នៅខាងក្រៅសម្រាប់ឲ្យអ្នកនរគ្នាញ៉ាំទៀតនៅពេលដែល like មាន sunny weather អីចឹងណាសាលាក៏មានជា on campus accommodation ដែរហើយ building គេនោះគឺនៅជាប់សាលារៀនហ្នឹងហ្មងចឹងអ្នកនរគ្នានឹងមានជា share kitchen common room សម្រាប់ឲ្យអ្នកនរគ្នាអង្គុយ socialize អីចឹងណាហើយ Abbey មិនមានតែនៅ Cambridge ទេមាននៅ London ហើយនិង Manchester ដែរសម្រាប់កម្មវិធីសិក្សាវិញគេមានជា likeដូចជា GCSE A level អីចឹងណាដែល like prepare សិស្សក្នុងការចូលទៅរៀននៅសាកលវិទ្យាល័យកម្ពុជានៅចក្រភពអង់គ្លេសដូចជានៅ Cambridge Oxford UCL អីចឹងទៅហើយបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍អីអាច contact មកខាង Springboard បាន for more information ឬបើមិនចឹងទេអាចមកជួបជាមួយខាងសាលាផ្ទាល់ក៏បានដែរដោយសារតែនៅខែ2ថ្ងៃទី6ហ្នឹងខាងសាលាគឺគេនឹងហៅពីចក្រភពអង់គ្លេសមកចូលរួមពីព្រោះការសិក្សាទៅកាន់ចក្រភពអង់គ្លេសរបស់ Springboard ផ្ទាល់ណាចឹងបើថាតន័យអីអ្នកទាំងអស់គ្នាអាចមកចូលរួមបានគេធ្វើចាប់ពីម៉ោង9រហូតដល់ម៉ោង4រសៀល anyway ពេលធួរបស់ពួកខ្ញុំចប់ពួកខ្ញុំក៏ធ្វើដំណើរត្រឡប់ទៅ Central Cambridge វិញដើម្បី capture more footage ប៉ុន្តែដោយសារតែរៀងអស់ខ្យល់ហើយរៀងមានអារម្មណ៍ចូលចិត្តស្គរអញ្ចឹងទៅក៏នាំគ្នាទិញ milk tea pack ហើយបានមានកន្លះហើយនាំគ្នាដើរបន្តទៀតហើយអ្នក building ដែលអ្នកនរគ្នាឃើញនៅក្នុងនេះគឺសិតតែជា college museum church អីចឹងណាខ្ញុំនឹងព្យាយាម search មើលហើយដាក់ឈ្មោះទៅតាមអីដែលខ្ញុំ search រកមើលបានដោយសារតែបើឲ្យខ្ញុំ voice over ទៅតាមវីដេអូដែលខ្ញុំឃើញនេះខ្ញុំអត់ចាំទេអ្នកនរគ្នាខ្ញុំពិតជាអត់ចាំមែនអញ្ចឹងថាខ្ញុំពិតជាស្រឡាញ់ Cambridge មែនតើអ្នកទាំងអស់គ្នា like fall in love ជាមួយ Cambridge ហ្មងមកមាន opportunity to study to live there ទៅហ្មងខ្ញុំនិយាយមែនខ្ញុំទៅហ្មងហើយណាមួយដោយសារខ្ញុំចូលចិត្តអីបែបចាស់ vintage and so that's why I really love Cambridge so much ហើយចង់ថា like merchandise របស់ Cambridge ហ្នឹងមានច្រើនបែបច្រើនម៉ូដច្រើនម៉ាកហ្មងបើថាខ្ញុំមានលុយខ្ញុំទិញទាំងអស់ហ្មងតែចៃដន្យអីអត់មានអញ្ចឹងទៅអត់មានទិញបានអីច្រើនទេហើយនេះគឺ King's College បើខ្ញុំជឿថាបើអ្នកនរគ្នា search Cambridge University រូបហ្នឹងអ្នកនរគ្នាឃើញមិនដំបូងគេហ្មងហើយអ្នកនរគ្នា actually can visit college របស់ Cambridge នឹងបានគ្រាន់តែគេមានកន្លែងលក់សម្បត្តិលក់អីចឹងណា ticket counter របស់គេចឹងទៅហើយគេមានម៉ោងមានពេលវេលាសម្រាប់ឲ្យអ្នកទាំងអស់គ្នាចូលមើលអីចឹងណា and for more information អាច search ក្នុង Google បន្ថែមបានពួកអីខ្ញុំក៏អត់ដឹងដែរអ្នកទាំងអស់គ្នាហើយពួកខ្ញុំដើរនេះហ្នឹងគឺដើរត្រឡប់ថយក្រោយទៅវិញទៅរក bus stop ដែល can take ពួកខ្ញុំទៅ train station វិញហើយដើរទៅក៏ទៅឃើញbookshop អ្នកទាំងអស់គ្នា Blackwell ខ្ញុំនេះ book lover cannot pass that ចូលទៅមើលទោះបីមិនទិញក៏បានចូលទៅមើលដែរថា book shop គេមិនអីមិនចឹងណា just like នៅ Oxford គឺគេមានជាន់ក្រុមដីចូលមកឋានៈហើយចូលមកឋានៈទៀតហើយពេលខ្ញុំទៅពី bookstore ហ្នឹងមកអ្នកនរគ្នាខ្ញុំទៅឃើញក្រោមទ្វារ Trinity College ក្រោមទ្វារគេស្អាតមែនតើខ្ញុំថតរូបបានច្រើនណាស់អ្នកនរគ្នាដូចឃើញចឹងហើយចង់ថាពេលហ្នឹងអត់ដឹងខ្យល់ទេហើយថតវីដេអូដាក់កាត់មកអ្នកនរគ្នាឃើញមកភ្លឹបហ្នឹងណាអាហ្នឹងគឺជា Isaac Newton Apple Tree អ្នកទាំងអស់គ្នា anyway ឥឡូវពួកខ្ញុំបានឡើងក្រុង
ទៅ train station វិញហើយអ្នកទាំងអស់គ្នាឃើញ like ភ្លឺថ្ងៃចឹងគិតថាម៉ោង4ម៉ោង5ហ្នឹងមែនទេអ្នកទាំងអស់គ្នាម៉ោង8យប់ហើយពេលដែលខ្ញុំចេញពី Cambridge ហ្នឹងគឺម៉ោង8យប់តែពួកខ្ញុំទៅពេល summer ទៅពេលចឹងទៅគឺថ្ងៃវាក្រឡេកដល់តែម៉ោង9ជាងអីបានលិចទៅបាត់អស់ Anyway អ្នកទាំងអស់គ្នា vlog នៅ Cambridge របស់ខ្ញុំមានតែប៉ុណ្្នឹងឯងជួបគ្នានៅ vlog ក្រោយទៀតដែលខ្ញុំនឹងនាំអ្នកទាំងអស់គ្នាដើរលេងជុំវិញ London វិញម្ដង Bye